ការពីពេលកន្លងទៅថ្មីក្រុមការងារទឹកចិត្តសិស្សច្បងដឹកនាំដោយបដិជគុណស៊ីសំណាងព្រះប្រធាននៃកម្មវិធីទឹកចិត្តសិស្សច្បងនឹងដោយនិមន្តជាអធិបតីដោយបដិជគុណបញ្ញាសិរីនូសុភានព្រះធម្មតរៈអនុគុណក្រុងគៀនស្វាយខេត្តកណ្ដាលបដិជគុណថិនបញ្ញាគង់សុភាពកម្មវិធីវិទ្យុព្រះពុទ្ធសាសនា 106.25 MHz វត្តរាជបូរដោយមានការនិមន្តនឹងចូលរួមពីសំណាក់ព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងក្រុមការងារទឹកចិត្តសិស្សច្បងយ៉ាងច្រើនកកបាននាំយកនៅសម្ភារៈសិក្សាប្រមាណ 1133 កញ្ចប់ទៅចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាកំពង់ឃ្លាំងនិងបឋមសិក្សានិងអនុវិទ្យាល័យវត្តលាវាដែលស្ថិតនៅក្នុងឃុំកំពង់ឃ្លាំងស្រុកសុតនិគមខេត្តសៀមរាបប្រមាណជា900រូបព្រះតេជគុណស៊ីសំណាងបានមានសង្ឃដីកាថាការចែកសិភៅដល់សិស្សានុសិស្សនាពេលនេះគឺជាការចែករំលែកនៅសេចក្តីស្រឡាញ់អំពីសិស្សច្បងជាពិសេសគឺការជួយរំលែកនៅការលំបាករបស់អាណាព្យាបាលមួយចំនួនដែលមានជីវភាពខ្វះខាតនៅក្នុងជីវភាពគ្រួសារយើងដឹងហើយថាការអភិវឌ្ឍធនធានមនុស្សគឺជាកត្តាចាំបាច់របស់សង្គមជាតិពីព្រោះថាធនធានមនុស្សគឺជាធនធានតែមួយគត់ដែលមិនចេះរីងស្ងួតបន្ទាប់ពីមតិចូលរួមរបស់សប្បុរសជនអូស្ត្រាលីនិងមតិចូលរួមរបស់មេឃុំកំពង់ឃ្លាំងរួចមកមានសង្ឃដីកាសម្ដេចសំណារបស់បដិជគុណគង់សុភាពនិងបដិជគុណនូសុភានបានមានសង្ឃដីកាកោតសរសើរចំពោះក្រុមការងារទឹកចិត្តសិស្សច្បងដែលបានយកព្រះតីទុកដាក់ចំពោះការលំបាករបស់សិស្សានុសិស្សដែលមានជីវភាពក្រីក្រនិងខ្វះខាតដែលត្រូវការបំផុតនៅសម្ភារៈសិក្សាទាំងនេះបដិជគុណបន្តថាការចូលរួមអភិវឌ្ឍសង្គមជាតិមាតុភូមិគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់មនុស្សគ្រប់រូបដោយពាក្យបុរាណខ្មែរពោលថាការអភិវឌ្ឍជាតិគឺត្រូវតែអភិវឌ្ឍធនធានមនុស្សជាមុនការអភិវឌ្ឍធនធានមនុស្សគឺត្រូវអភិវឌ្ឍទៅលើផ្លូវចិត្តសតិបញ្ញាដោយផ្ដើមឡើងអំពីការសិក្សារៀនសូត្រគោរពក្រមសីលធម៌ជាមនុស្សគោរពច្បាប់វិន័យសាលារក្សាទំនៀមទម្លាប់ប្រពៃណីវប្បធម៌និងមានចិត្តតស៊ូគ្រប់ឧបសគ្គគ្រប់ការលំបាកដើម្បីអភិវឌ្ឍជីវិតទៅរកភាពភ្លឺស្វាងដ៏ត្រចះត្រចង់ទៅថ្ងៃអនាគតដូចនេះការរៀបចំកម្មវិធីផ្សេងៗគឺជាសកម្មភាពមនុស្សធម៌កម្មភាពដទៃទៀតក្តីនឹងការអភិវឌ្ឍធនធានមនុស្សនិងការរក្សានៅធនធានមនុស្សធនធានវប្បធម៌ជាតិការអភិវឌ្ឍគ្រប់វិស័យចំពោះយើងទាំងអស់គ្នាដែលជាជនជាតិខ្មែរពូជសាសន៍ជាខ្មែរដែលកើតនិងរស់នៅលើទឹកដីខ្មែរធ្លាប់មានវប្បធម៌អរិយធម៌ដ៏រុងរឿងជាអតីតប្រទេសមហាអំណាចមួយនៅក្នុងទ្វីបអាស៊ីយើងនេះគឺជាកត្តាសំខាន់បំផុតខ្លាំងណាស់ដែលត្រូវតែមានមុខចូលរួមចំណែកឲ្យមានសកម្មភាពខ្លាំងក្លាបំផុតផងដែរបដិជគុណគង់សុភាពនិងបដិជគុណនូសុភានក៏បានសង្ឃឹមជឿជាក់ថាក្រុមការងារទឹកចិត្តសិស្សច្បងនឹងមានបន្តនៅសកម្មភាពមនុស្សធម៌នេះជាបន្តបន្ទាប់ទៀតនៅតាមសាលារៀនដែលនៅឆ្ងាយដាច់ស្រយាលហើយមានការលំបាកខ្វះខាត